បាទពីមួយថ្ងៃនេះបានជជែកមួយបងប្រុសម្នាក់គាត់ឆ្ងល់ថាហេតុអីត្រាក់ទ័រគាត់កង់កាប់ដែរប៉ុន្តែរត់ក្បែរកង់អូតូនីស៊ីនដែលកាឡា F80 ដែលចេញថ្មីមកវាអត់សូវខ្ជាក់ភក់ដូចគេគាត់ឃើញ F80 ហ្នឹងពេលដែលរត់ទៅវាខ្ជាក់ភក់បានល្អមកវិលតែមកជុំឲ្យជ្រុះដីចេញពីកង់អស់លេងហើយអញ្ចឹងថ្ងៃនេះមកស្រាយចម្ងល់បងប្អូនហើយក៏ជាអ្វីដែលខ្ញុំចង់ចែកម្លែកទៅកាន់បងប្អូនដែរទៅលើកាឡាកង់អូតូនី F80 ហ្នឹងគឺវាមានកាឡាពិសេសរបស់វានៅចន្លោះកាឡាបងប្អូនអញ្ចឹងបងប្អូនឃើញថាម៉ូតនេះគឺគេមិនមែនធ្វើម៉ូត style ដើម្បីឲ្យល្អមើលទេគឺវាចំណុចពិសេសរបស់វាគឺជួយក្នុងការធាក់បាទរុញខ្យល់ធាក់ដីធាក់ថ្មធាក់គ្រួសអីពេលវាជាប់មួយកង់ហ្នឹងគឺវាជួយធាក់ចេញបានល្អជាងកង់ដែលអត់មានកាឡាពិសេសទាំងអស់ហ្នឹងហើយកាឡាពិសេសទាំងអស់ហ្នឹងគឺមានមិនប្រមាណម៉ូតកាឡាទេបងប្អូនដូចជា Tyron កាឡា617ក៏មានកាឡាពិសេស Tyron កាឡា601ក៏មានហើយនឹង BKT បាទកាឡា2000កាឡា2001ក៏មានដែរអញ្ចឹងសម្រាប់បងប្អូនដែលទិញកង់ត្រាក់ទ័របាទសូមពិនិត្យមើលកន្លែងហ្នឹងណាបើសិនជាបងប្អូនចង់ឲ្យកង់ត្រាក់ទ័របងប្អូនធ្វើការរុញច្រានដីភក់ថ្មឲ្យចេញពីកាឡាកង់បានល្អបងប្អូនកុំភ្លេចមើលកាឡាពិសេសហ្នឹងតែសម្រាប់តែបងប្អូនប្រើដីធម្មតាមិនសូវដីស្អិតដីជាប់កង់ទេអាចមើលកាឡាណាក៏បានដែរអញ្ចឹងណាបងប្អូនអញ្ចឹងចំណុចពិសេសរបស់កង់គឺនៅកន្លែងហ្នឹងហើយក៏ដើម្បីស្រាវចម្ងល់ទៅបងប្រុសក៏ដូចជាបងប្អូនទាំងអស់គ្នាផងដែរបាទ